ខ្ញុំបានទៅលេងនៅវត្តភ្នំជាមួយនឹងមិត្តភក្តិរបស់ខ្ញុំហើយខ្ញុំបានទៅថតរូបនៅនាឡិកាធំនៅវត្តភ្នំហ្នឹងអញ្ចឹងតើតង់ជាមួយនឹងនាឡិកាធំហ្នឹងគឺមានសាលាចរិតពីរផ្ទាំងនិងចម្លាក់ហើយតើតង់ជាមួយនឹងសាលាចរិតហ្នឹងបើខ្ញុំអានសៀវភៅគេបានទៅសេះរៀបរាប់ថាសាលាចរិតបើជាភាសាបារាំងប្រាប់ពីសន្ធិសញ្ញាបារាំងសៀមចុះនៅថ្ងៃទី15ខែមីនាឆ្នាំ1907គឺបារាំងបានប្រកល់ខេត្តសៀមរាបខេត្តបាត់ដំបងខេត្តសេរីសុភ័ណ្ឌមកឲ្យខ្មែរវិញហើយសាលាចរិតហ្នឹងបើជាភាសាខ្មែរប្រាប់ពីកាលដែលព្រះបាទស៊ីសុវត្ថិទទួលយកខេត្តទាំង3ពីបារាំងដោយមានព្រះរាជាសៀមធ្វើជាសក្ខីភាពឆ្នាំ1907ហើយទៅដល់ជាមួយនឹងរូបចម្លាក់វិញមាននារីទី1កាន់ជើងពៀនតម្កល់ប្រាសាទព្រះវិហារកាលនោះប្រាសាទព្រះវិហារសង្កត់ក្នុងខេត្តសៀមរាបនារីទី2កាន់ជើងពៀនដាក់ត្រាចំពោះនារីទី3គឺកាន់ជើងពៀនដាក់ប្រអប់ត្រានារីទាំង3ជានិមិត្តរូបបង្ហាញពីថាបារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំង3ថ្វាយដល់ព្រះមហាក្សត្រខ្មែរនារីទាំង3បានកាន់យកខេត្តទាំង3ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដីម្ចាស់ដីរបស់កម្ពុជាដោយទឹកមុខញញឹមញញែមអមដោយកាយវិការស្រគត់ស្រកំទុនភ្លន់ក្រៃលែងសរុបមកសាលាចរិតពីរផ្ទាំងនិងរូបចម្លាក់នេះធ្វើឡើងក្នុងបំណងរំលឹកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងប្រជាជនខ្មែរទាំងអស់ដោយមានព្រះបាទស៊ីសុវត្ថិជាប្រមុខដឹកនាំជំរុញឲ្យសៀមប្រកល់ខេត្តទាំង3ដែលសៀមបានឈ្នះពានកាលពីឆ្នាំ1794នោះហើយអញ្ចឹងក៏រំលឹកនៅកម្លាំងមហាសាមគ្គីជាធំមួយរបស់ប្រជាពលរដ្ឋខ្មែរជុំវិញព្រះមហាក្សត្រទាមទារឲ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរដែលសៀមបានឈ្នះពានដោយឥតគេខ្មាស់